ជុំបិណ្ឌតោះមិនអើយយើងទៅលេងស្រុកថាដល់ពេលជុំបិណ្ឌតោះមិនអើយយើងទៅលេងស្រុកនឹកណាស់ចង់ជួបម៉ែពុកព្រោះខានជួបលោកជាច្រើនខែហើយនឹកណាស់ចង់ជួបម៉ែពុកព្រោះខានជួបលោកជាច្រើនខែហើយឃើញគេជិះទូផ្លូវទៅផ្ទះខ្ញុំមិនខុសគ្នាឡើយឃើញគេជិះទូផ្លូវទៅផ្ទះខ្ញុំមិនខុសគ្នាឡើយទឹកជន់លិចបាំងលវឹងវើយលិចផ្លូវបាត់ហើយតលតែជិះទូទឹកជន់លិចបាំងលវឹងវើយលិចផ្លូវបាត់ហើយតលតែជិះទូប្រាក់ខែទៅបើទិញខោអាវថ្មីទៅជូនម៉ែពុកប្រាក់ខែទៅបើទិញខោអាវថ្មីទៅជូនម៉ែពុកហើយប្រាក់ដែលសន្សំទុកក៏យកជូនលោកទុកធ្វើបុណ្យទានហើយប្រាក់ដែលសន្សំទុកក៏យកជូនលោកទុកធ្វើបុណ្យទានមិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខានថាមិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខានចាក់ចេញពីលំនៅឋានស្វះស្វែងគ្រប់ប្រានព្រោះតែក្រពាំងចាក់ចេញពីលំនៅឋានស្វះស្វែងគ្រប់ប្រានព្រោះតែក្រពាំងម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះថាម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះនឹកឆ្កែឆ្មាគោក្របីណាស់កាលខ្ញុំនៅផ្ទះធ្លាប់ប្រឡែងនឹងវានឹកឆ្កែឆ្មាគោក្របីណាស់កាលខ្ញុំនៅផ្ទះធ្លាប់ប្រឡែងនឹងវាឃើញគេវិចនំប្រហែលម្ដាយខ្ញុំក៏វិចដូចគ្នាឃើញគេវិចនំប្រហែលម្ដាយខ្ញុំក៏វិចដូចគ្នាទៅដល់ផ្ទះជួយការងារព្រោះត្រៀមម្នីជួយស្ងោរនំម៉ែទៅដល់ផ្ទះជួយការងារព្រោះត្រៀមម្នីជួយស្ងោរនំម៉ែស្រីជុំបិណ្ឌដល់ហើយគួរតែទុំនេះកូនប្រុសកូនស្រីជុំបិណ្ឌដល់ហើយគួរតែទុំនេះទោះរវល់ក៏ត្រូវឆ្លៀតដែរទៅជួបពុកម៉ែជួបដូនតាយើងទោះរវល់ក៏ត្រូវឆ្លៀតដែរទៅជួបពុកម៉ែជួបដូនតាយើងគេវេចនំប្រហែលម្ដាយខ្ញុំក៏វេចដូចគ្នាឃើញគេវេចនំប្រហែលម្ដាយខ្ញុំក៏វេចដូចគ្នាទៅដល់ផ្ទះជួយការងាររួចត្រៀមម្នីជួយស្ងោរនំម៉ែទៅដល់ផ្ទះជួយការងាររួចត្រៀមម្នីជួយស្ងោរនំម៉ែកូនប្រុសកូនស្រីជុំបិណ្ឌដល់ហើយគួរតែទុំនេះកូនប្រុសកូនស្រីជុំបិណ្ឌដល់ហើយគួរតែទុំនេះទោះរវល់ក៏ត្រូវឆ្លៀតដែរទៅជួបពុកម៉ែជួបដូនតាយើងទោះរវល់ក៏ត្រូវឆ្លៀតដែរទៅជួបពុកម៉ែជួបដូនតាយើង